សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកធ្វើរូបមន្តមួយដែលតកតងនឹង Velo App សម្រាប់យើងគ្រប់គ្រងបុគ្គលិកកម្មករដែលមានឈ្មោះច្រើនអញ្ចឹងហើយបើសិនជាយើងគ្រប់គ្រងបុគ្គលិករោងចក្រមួយក្តីមានថាបុគ្គលិកស្ថាប័នណាមួយក្តីបើយើងខ្ជិលនឹងទាញអង្គរោបើឈ្មោះរាប់រយនាក់អញ្ចឹងអ្នកណាបើកប្រាក់ខែហើយអ្នកណាប្រាក់ខែប្រមាណអ្នកណាតំណែងអីហើយយើងនឹងលំបាកនឹងទាញចុះទាញឡើងរោអញ្ចឹងហើយថ្ងៃនេះលោកគ្រូមកធ្វើមេរៀនមួយដែលតាក់ទងនឹង Velo App ហ្នឹងអញ្ចឹងកុំឲ្យខាតពេលយូរហើយសិស្សដែលរៀនផ្ទាល់សូមត្រៀមនៅសភៅដើម្បីកត់នៅរូបមន្តនេះអញ្ចឹងទី1យើងធ្វើគោលបំណងយើងឲ្យចាញ់ឈ្មោះកន្លែងនេះដោយគ្រាន់តែយើងវាយ ID នៅកន្លែងនេះហើយវាចាញ់នឹងឈ្មោះហើយវាចាញ់ទាំងភេទតំណែងផ្នែកនិងប្រាក់ខែអញ្ចឹងអ្វីផ្សេងយើងកំណត់ទៀតនឹងបានទៀតអញ្ចឹងពេលនេះលោកគ្រូលើកយកតែមួយមុខព្រួយនេះទេអញ្ចឹងហើយយើងធ្វើទាំងអស់គ្នាទី1យើងវាយស្មើហើយយើងវាយ Velo App មក Velo App ហើយត្រង់ Look up value យើងយកត្រង់ ID នេះហើយយើងខមាមួយវាចាញ់ tab bar យើងមក select មកត្រឹមណាត្រឹមនេះយើង select ត្រឹមនេះមកហ្នឹងមានច្រើនទៅនេះយើង select ច្រើនជាងនេះណាអញ្ចឹងហើយយើងខមាមួយទៀតគោលបំណងយើងឲ្យចាញ់ត្រង់ឈ្មោះអញ្ចឹងយើងចាប់ពី select ត្រឹមណាពីត្រឹមនេះយើងហៅតែមួយគិតប៉ុណ្ណេះយើងហៅ2 3 4 5 6ទៅអញ្ចឹងគោលបំណងយើងឲ្យចាញ់ត្រង់លេខ2នេះអញ្ចឹងយើងត្រូវវាយលេខ2មកហើយយើងខមាមួយទៀតអញ្ចឹងត្រូវវាចាញ់ថា true ឬ false យើងយក false មកអញ្ចឹងយើងបាត់មកកញ្ចក់វិញយើង enter អញ្ចឹងពេលនេះវាអត់ទាន់ចាញ់ទេដោយសារតែយើងមិនទាន់វាយ ID ចូលឥឡូវយើងវាយ ID ចូលវាចាញ់ហើយឡើយប៉ុណ្ណេះវាអត់ទាន់បានទេយើងត្រូវតែប៉ះលើវាហើយវាចេញរូបមន្តនៅខាងលើនេះហើយយើងកុំបាច់ធ្វើម្ដងមួយយើងគ្រាន់តែ copy រូបមន្តនេះមកយើង copy មក control អក្សរ C មកហើយយើងដោះនៅ escape វិញសិនហើយយើងដាក់ចេះយើង control អក្សរ V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  មកអញ្ចឹងត្រង់ត្រេះយើងប្រើលេខ2ដល់ត្រង់ត្រេះ page វាលេខ3យើងដូរលេខ3មកដូរចូលទៅដូរលេខ3មកណានៅលេខ4យើងដូរលេខ4មកជួរទី4យើងដាក់ទី4ហើយត្នេះជួរទី5យើងដូរមកដាក់លេខ5មកត្នេះជួរទី6យើងដាក់លេខ6មកចឹងពេលនោះយើងវាយសាក់មើលឧទាហរណ៍ថាយើងវាយយក ID លេខ10នេះអញ្ចឹងវានឹងចាញ់ត្រឹមត្រូវអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះទេបើសិក្សានុសាសន៍នៅក្នុងเพจក្តីក្នុងក្រុមក្តីបើមើលទៅថាមានប្រយោជន៍ចូលជួយ like ជួយ follow ជួយ share វីដេអូលោកគ្រូផងដើម្បីនឹងបានវីដេអូថ្មីៗពីលោកគ្រូជាបន្តទៀតសូមអរគុណ